ឧត្តមសេនីយ៍វិនថៃស៊ូវ៉ារីអ្នកនាំពាក្យកងទ័ពថៃនៅល្ងាចថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025បានចោទប្រកាន់កម្ពុជាថាបានបើកការវាយប្រហារមុននៅភូមិព្រៃច័ន្ទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលតម្រូវឲ្យទាហានថៃត្រូវតែបាញ់តដៃដើម្បីការពារខ្លួនលោកវិនថៃបានប្រាប់កាសែតខៅសូថានៅម៉ោងប្រហែល4រសៀលថ្ងៃពុធកងកម្លាំងថៃនៅភូមិបាននងយ៉ាកែវជាប់ភូមិព្រៃច័ន្ទត្រូវរងការបាញ់ប្រហារពីទាហានកម្ពុជាលោកនិយាយថាកងទ័ពថៃបានបាញ់តបតវិញទៅតាមច្បាប់នៃការប្រយុទ្ធហើយការបាញ់ប្រហារមានរយៈពេលប្រហែល10នាទីមុនពេលស្ងប់ស្ងាត់ទៅវិញក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជាអះអាងថាកងកម្លាំងកម្ពុជាដែលឈរជើងនៅកន្លែងកើតហេតុមិនមានកាន់អាវុធនោះទេក្រសួងការពារជាតិបានថ្កោលទោសការបាញ់ប្រហាររបស់ថៃដែលបណ្ដាលឲ្យពលរដ្ឋស៊ីវិលកម្ពុជា1នាក់ស្លាប់និងរងរបួស3នាក់គិតត្រឹមម៉ោង6ល្ងាចថ្ងៃទី12ខែវិច្ឆិកាក្រសួងការពារជាតិចង្អុលថៃថាបានរំលោភលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពដែលបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមធ្វើជាសាក្សីក្រសួងការពារជាតិទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការបាញ់ប្រហារនេះនៅយប់ថ្ងៃពុធដដែលលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានថ្កោលទោសទង្វើរបស់ថៃហើយទាមទារឲ្យបើកការស៊ើបអង្កេតដោយឯករាជ្យដោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញដើម្បីស្វែងរកការពិតនិងផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ